រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់សន្យានឹងបញ្ចប់សង្គ្រាមព្រំដែនកម្ពុជាថៃបើលោកអនុទីនឈ្នះការបោះឆ្នោតជាតិថៃឆ្នាំ2026សួស្តីប្រិយមិត្តជាទីមេត្រីជំរាបសួរជនរួមជាតិជាទីស្នេហាយើងដឹងហើយថាចំនួនព្រំដែនកម្ពុជានិងថៃបានប្រឈមមុខដាក់គ្នាជាង10ថ្ងៃមកហើយនៅតែបន្តការតានតឹងរាល់ថ្ងៃនឹងធ្វើឲ្យប្រជាពលរដ្ឋជាង5សែននាក់ចាកចេញពីផ្ទះសម្បែងរកទីកន្លែងសុវត្ថិភាពគេចចេញពីសង្គ្រាមហើយថ្នាក់ដឹកនាំយើងព្យាយាមទប់ទល់និងប្រកាសទៅអន្តរជាតិឲ្យជួយអន្តរាគមន៍ដើម្បីឲ្យឆាប់បញ្ឈប់សង្គ្រាមនេះប៉ុន្តែថ្មីនេះមានការលើកឡើងពីសំណាក់រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ដែលបានបញ្ជាក់ថាជំលោះព្រំដែនកម្ពុជាថៃអាចនឹងត្រូវបញ្ចប់ប្រសិនបើលោកអនុទីនឈ្នះការបោះឆ្នោតជាតិថៃនៅឆ្នាំ2026ការលើកឡើងបែបនេះបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណមតិព្រោះវាធ្វើឲ្យកើតសំណួរធំមួយថាហេតុអ្វីបានជាការបញ្ចប់ជំលោះมันអាចធ្វើបានភ្លាមប៉ុន្តែត្រូវរងចាំលទ្ធផលបោះឆ្នោតតើវាមានអ្វីនៅពីក្រោយពីអ្នកវិភាគនយោបាយអ្នកសង្កេតការមួយចំនួនយល់ឃើញថាការបញ្ចេញសារនិងបញ្ចប់សង្គ្រាមនៅពេលឈ្នះបោះឆ្នោតជាសញ្ញាបង្ហាញថាជំលោះព្រំដែននេះកំពុងត្រូវបានប្រើជាឧបករណ៍នយោបាយកែងចំណេញគ្រឿងនយោបាយជាងបញ្ហាព្រំដែនដែលកំពុងតែតានតឹងប្រសិនបើរដ្ឋាភិបាលថៃអាចគ្រប់គ្រងឬបន្ធូរបន្ថយភាពតានតឹងបាននោះមានន័យថាការបន្តឬបញ្ចប់សង្គ្រាមអាចអាស្រ័យលើការកណនានយោបាយខាងក្នុងមិនមែនត្រឹមតែបញ្ហាព្រំដែនប៉ុណ្ណោះទេបញ្ហានេះវាធ្វើឲ្យប៉ះពាល់ដល់សាធារណជនប្រទេសទាំងពីរដោយសារសង្គ្រាមមិនថាខាងណាក៏ដោយអ្នកដែលបង់តម្លៃខ្ពស់បំផុតគឺទីហ៊ាននៅជួរមុខនិងប្រជាពលរដ្ឋស្លូតត្រង់ទីហ៊ានថៃនិងកម្ពុជាត្រូវប្រឈមមុខនឹងហានិភ័យជីវិតប្រជាជនតាមតំបន់ព្រំដែនរងផលប៉ះពាល់ផ្នែកសុវត្ថិភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅអ្នកខ្លះត្រូវរងរបួសខូចខាតផ្ទះសម្បែងអ្នកវិភាគខ្លះព្រួយបារម្ភថាការលាក់បង់របស់ទីហ៊ានអាចត្រូវបានយកទៅបម្រើគោលបំណងនយោបាយរបស់ក្រុមណាមួយជាជាងការពារព្រំដែនប្រជាជនទាំងពីរប្រទេសអ្វីដែលគេចង់ឃើញមិនមែនជាការឈ្នះការបោះឆ្នោតរបស់នរណាម្នាក់ទេប៉ុន្តែការចង់បាននោះគឺសន្តិភាពការដោះស្រាយលើតុចរចានិងដំណោះស្រាយដោយសន្តិភាពពិតប្រាកដមិនគួរត្រូវបានពន្យាពាវដោយហេតុផលនយោបាយហើយក៏មិនគួរត្រូវបានប្រើជាឧបករណ៍តាក់ទាញសម្លេងឆ្នោតដែរការលើកឡើងថានឹងបញ្ចប់សង្គ្រាមនៅពេលឈ្នះបោះឆ្នោតបានបើកចំហឲ្យសាធារណមតិពិចារណាថាតើសង្គ្រាមនេះជាបញ្ហាព្រំដែនពិតប្រាកដឬជាយុទ្ធសាស្ត្រនយោបាយនៅចុងក្រោយអ្នកដែលរងគ្រោះមិនមែនជាអ្នកនយោបាយទេប៉ុន្តែគឺប្រជាជននិងទីហ៊ាននៅលើដីសមរភូមិយើងនឹងតាមដានបន្តទៀតពីការវិវត្តនៃចំនួននេះសង្ឃឹមថាវានឹងឆាប់បញ្ចប់ដោយលឿនព្រោះសង្គ្រាមនឹងមិនផ្ដល់ផលល្អដល់ប្រជាជននៃប្រទេសទាំងពីរឡើយវីដេអូនេះគឺជាការវិភាគព័ត៌មានមិនមានបំណងញុះញង់ឬបង្កការស្អប់ក្បឿមឡើយប៉ុន្តែចង់ឲ្យសាធារណជនពិចារណាពីតម្លៃពិតនៃសង្គ្រាមនិងសន្តិភាពសូមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានព័ត៌មាននិងការវិភាគថ្មីៗបន្តទៀត